គ្រូក្មេងសៀងហៃគុនខ្មែរបានកោតសរសើរគឹមសវណ្ណខឹមច្បាស់បែបនេះបន្ទាប់ពីយកឈ្នះកីឡាករអេស្ប៉ាញព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official បន្ទាប់ពីការប្រកួតកាលពីថ្ងៃទី14កន្លងទៅនេះកីឡាករកម្ពុជារបស់យើងត្រូវទល់ទល់ជាមួយនឹងធីមអេស្ប៉ាញ4រូបស្មើបំផុតយើងចឹងគឺការប្រកួតយើងទទួលបានជ័យជំនះទាំង4រូបតែម្ដងក្នុងនោះគ្រូក្មេងសៀងហៃបានបង្ហាញការកោតសរសើរយ៉ាងច្បាស់ទៅកាន់បាល់កីឡាករគឹមសវណ្ណខឹមបែបនេះថាអរគុណគឹមសវណ្ណខឹមដែលបានសងសឹកឲ្យខ្ញុំនិងឌីមីបានសម្រេចដោយយកឈ្នះដៃគូចាស់របស់ខ្ញុំគឺជនជាតិអេស្ប៉ាញម្នាក់នេះគេស្វិតណាស់បើទោះបីមកដល់កម្ពុជាកម្លាំងគេមិនខ្លាំងដោយការជួបឌីមីនៅទឹកដីគាត់ក្តីតែនៅតែស៊ូមិនខ្ចីសន្លប់យប់មិញសវណ្ណខឹមវាល្អណាស់ប្អូនហើយម្នាក់នេះហើយជាដៃគូម្នាក់ដែលបានធ្វើឲ្យខ្ញុំស្ដាយខ្សែក្រវ៉ាត់ដល់សពថ្ងៃអញ្ចឹងគឺគ្រូក្មេងសៀងហៃបានកោតសរសើរគឹមសវណ្ណខឹមចំបាទបានយកឈ្នះទៅលើកីឡាករសញ្ជាតិអេស្ប៉ាញមកក្នុងការប្រកួតកាលពីយប់ថ្ងៃទី14កន្លងទៅនេះអញ្ចឹងគឺកីឡាករអេស្ប៉ាញរូបនេះហើយធ្លាប់យកឈ្នះបាទគ្រូសៀងហៃចឹងក៏ជាការប្រកួតមួយដែលលោកគ្រូសោកស្ដាយដែលមិនបានក្រងខ្សែក្រវ៉ាត់បាទគឺរបូតខ្សែក្រវ៉ាត់នោះឯងអញ្ចឹងហើយបាទឃើញថាគឹមសវណ្ណខឹមគឺសមត្ថភាពមិនធម្មតាហើយការប្រកួតចេញទៅក្រៅស្រុកនោះទៀតបាទពលគឺមិនងាយនឹងទទួលរងបរាជ័យនោះទេគេតែងតែទទួលបានជោគជ័យទាំងការប្រកួតក្រៅស្រុកនិងការប្រកួតនៅក្នុងស្រុកចុះបងប្អូនយើងយល់យ៉ាងណាដែរត្រង់ចំណុចមួយនេះកុំភ្លេច comment នៅខាងក្រោមសូមអរគុណ